សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹមត្រីក៏ដូចជាបងប្អូនដែលចូលចិត្តនៅក្នុងការចិញ្ចឹមត្រីដូចជាខ្ញុំហើយនៅថ្ងៃនេះដែរខ្ញុំសូមលើកយកនៅការ comment របស់បងប្អូនមួយចំនួនបន្ទាប់ពីគាត់បានមើលនៅវីដេអូរបស់ខ្ញុំកន្លងមកដែលគាត់សួរថាឃើញត្រីដែលខ្ញុំចិញ្ចឹមហ្នឹងគឺល្អហើយរៀងធំបើមើលទៅហ្នឹងគឺវាល្អដូចតែខ្ញុំបានដាក់នៅវីដេអូពីខាងដើមមកអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំពីខាងដើមបន្តិចនោះដែលខ្ញុំថតពីបាតស្រះមានត្រីក្រាញ់ហើយទឹករៀងល្អនេះគឺជាកន្លែងដែលត្រីក្រាញ់វានៅតែបានន័យថាវានៅម្ដុំបន្តិចទេបងប្អូនអានេះវាបានន័យថាស្រះកន្លែងហ្នឹងវារៀងជ្រៅអញ្ចឹងវាធ្លាក់មកខាងហ្នឹងប៉ុន្តែជាក់ស្ដែងមែនតើត្រីក្រាញ់ដែលច្រើនលើសលប់នោះគឺវានៅក្នុងកផ្លោកដូចនៅក្នុងវីដេអូបន្ទាប់ទៀតហ្នឹងហើយពេលដែលយើងធ្វើការផ្លាស់ប្ដូរទឹកបិទថាត្រីនេះវារៀងហ៊ានពេលខ្លះនៅពេលដែលវាលោតចេញមកក្រៅវាដូចវានិយាយទៅត្រីក្រាញ់ហ្នឹងវាចូលចិត្តវាចូលចិត្តលោតប៉ុន្តែនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរទឹកគឺវារៀងខ្លាចវាចូលចិត្តនៅក្រោមកផ្លោកវិញបងប្អូនវាអត់ចូលចិត្តនៅទីវាលទេអញ្ចឹងរាល់ការផ្លាស់ប្ដូរទឹករបស់ខ្ញុំអត់ដកកផ្លោកចេញអស់ទេខ្ញុំទុកកផ្លោកដើម្បីឲ្យត្រីវាច្រកហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំចង់លើកយកមកបង្ហាញបងប្អូននៅពេលនេះគឺចង់លើកយកពី comment មួយចំនួនដែលបងប្អូនយើងគាត់បានសួរហ្នឹងហើយនៅពេលដែលគាត់បានមើលវីដេអូចំពោះ comment សំខាន់ទាំងនេះខ្ញុំលើកយកមកបង្ហាញបងប្អូនដែលសំណួររបស់គាត់មួយនោះខ្ញុំមិនអានទាំងអស់ទេគ្រាន់តែខ្ញុំសង្ខេបមកវិញគាត់សួរថាតើចិញ្ចឹមត្រីក្រាញ់ឲ្យចំណីអីវាស៊ីមានសំណួរបងមួយទៀតនោះគាត់សួរថាបើសិនជាការប្រើប្រាស់ចកអាសាឡាតើប្រើប្រមាណភាគរយក្នុងមួយថ្ងៃដើម្បីឲ្យត្រីស៊ីជាប្រចាំឲ្យវាឆាប់ធំក្នុងរយៈពេល3ខែឬក៏3ខែកន្លះឬក៏4ខែបានផលហ្នឹងហើយក៏មានបងប្អូនយើងខ្លះទៀតគាត់ចង់ដឹងថាតើនៅពេលដែលយើងចិញ្ចឹមដល់ខែដល់ថ្ងៃដែលត្រូវប្រមូលផលថាតើទំហំជាមធ្យមហ្នឹងវាមានទំហំប៉ុន្មានអញ្ចឹងសម្រាប់នៅថ្ងៃនេះខ្ញុំចង់ចែកជូនបងប្អូនតែ3សំណួរនេះសិនដោយសារវាសំខាន់ដើម្បីឲ្យបងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹមក៏ដូចជាទើបតែចាប់ផ្ដើមចិញ្ចឹមស្វែងយល់បន្ថែមចំពោះសំណួរបងមួយដែលគាត់សួរថាតើចិញ្ចឹមត្រីក្រាញ់ឲ្យចំណីអីវាស៊ីដែលកន្លងមកខ្ញុំធ្លាប់បានចេញវីដេអូពាក់ព័ន្ធនឹងចំណីត្រីក្រាញ់នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ជាក់ជូនបងក៏ដូចជាបងប្អូនផ្សេងទៀតដែលបានចូលស្ដាប់ថាចំពោះការចិញ្ចឹមរបស់ខ្ញុំជាបទពិសោធន៍ទេណាបងប្អូនទាំងអស់គ្នាខ្ញុំដាក់ច្បល់ជាបទពិសោធន៍របស់ខ្ញុំការចិញ្ចឹមត្រីក្រាញ់របស់ខ្ញុំនេះខ្ញុំប្រើចកអាសូឡាជាចំណីគោលជាចំណីចម្បងតែម្ដងដោយសារតែចកអាសូឡានេះគឺត្រីក្រាញ់ក៏វាចូលចិត្តស៊ីដែរគ្រាន់តែថាវាមិនស៊ីច្រើនភ្លាមដូចចំណីបាវទេគឺយើងដាក់វាចោលទៅក្នុងស្រះទៅពេលដែលវាឃ្លានគឺវាឡើងមកស៊ីហើយអញ្ចឹងចំណីដាក់ច្រើនមិនក៏វាអស់ដែរហ្នឹងហើយការដាក់ចំណីចកអាសូឡានេះក៏យើងដាក់នៅក្នុងបរិមាណមួយដែលល្មមចាំវាស៊ីអស់ចាំយើងថែមទៀតអាហ្នឹងកុំឲ្យដាក់ទៅវាពេញស្រះពេកឃើញតែចកពេកក៏វាអត់កើតដែរអានេះគឺជារឿងមួយដែលសំខាន់ហើយចំណីមួយទៀតនោះសម្រាប់ឲ្យត្រីលាងមាត់ដែរដូចជាចំណីបាវខ្ញុំត្រូវតែមានចំណីស្រេចនេះដើម្បីបើវាបន្ថែមដែរបងប្អូនមិនមែនថាយើងពឹងលើចកអាសាឡាត្បិតតែចកអាសាឡាប្រូតេអ៊ីនដូចជាគេនិយាយថាវាខ្ទង់ 20% ទៅ 30% ធ្វើឲ្យត្រីរបស់យើងឆាប់ធំជាទូទៅខ្ញុំប្រើប្រាស់ចកអាសាឡានេះខ្ញុំឃើញថាវាមាននៅលទ្ធផលល្អមែនបងប្អូនត្រីមានរសជាតិឆ្ងាញ់ហើយសាច់ថ្លាហ្នឹងហើយសាច់ត្រីណាបងប្អូនមើលតែត្រីរបស់ខ្ញុំហ្នឹងទៅគឺថ្លាឆ្វេងហ្មងសាច់វាស្អាតណាហើយរសជាតិហ្នឹងក៏ឆ្ងាញ់ដោយត្រីធម្មជាតិដែលយើងស្ទូចឬក៏យើងបង់សំណាញ់ឬក៏យើងប្រមូលពីទឹកព្រែកទឹកអីអញ្ចឹងណាហ្នឹងហើយបងប្អូនវាឆ្ងាញ់អានេះខ្ញុំមិនមានការនិយាយអីលើសលប់ទេគឺខ្ញុំហូបជាប្រចាំដែរហ្នឹងហើយចំណីផ្សេងទៀតហ្នឹងគឺមានដូចជាបាយលាយកតួក៏ខ្ញុំប្រើដែរប៉ុន្តែអត់ប្រើច្រើនហ្មងណាព្រោះអាហ្នឹងវាធ្វើឲ្យទឹកយើងឆាប់ល្អតែត្រីក្រាញ់ក៏វាជួយចិត្តស៊ីដែរហើយក៏មានបន្លែផ្លែឈើហ្នឹងមិនមែនផ្លែប៉ោមផ្លែអីណាបងប្អូនទាំងអស់នេះផ្លែននោងបើន័យថាផ្លែឈើដែលយើងសម្រាប់ធ្វើបន្លែហើយខ្ញុំជ្រើសរើសយកផ្លែននោងដោយសារផ្លែននោងសាច់វានៅខាងក្នុងទន់ពេលដែលយើងដាក់វាកុំភ្លេចចិត្តសបកខាងក្រៅចោល
ហើយយើងចិញ្ច្រាំវារៀងម៉ត់ល្មមគួរសមយើងបោះចូលទៅក្នុងស្រះតង់របស់យើងទៅត្រីវានឹងឡើងមកស៊ីហ្នឹងហើយគាត់ថាវាមិនស៊ីខ្លាំងទេបងប្អូនដល់ពេលដែលដាក់ទៅខ្ញុំនិយាយថាដាក់ឲ្យត្រីស៊ីមិនក៏ដាក់ថាវាមិនសូវស៊ីខ្លាំងថាវាអត់សូវស៊ីខ្លាំងទេពាក់ព័ន្ធមួយចំណីហ្នឹងប៉ុន្តែយើងដាក់វាចោលពេលដែលវាឃ្លានវាឡើងមកស៊ីហើយអញ្ចឹងត្រីរបស់យើងគឺវាឆ្អែតហើយចំណីអស់នេះវាសល់ក៏វាអត់មានបញ្ហាអីដែរតែវាសល់ទុកចោលក្នុងមួយថ្ងៃឬក៏អីទៅត្រីវាចាប់ផ្ដើមស៊ីអស់ហើយវាអត់ដូចចំណីបាវទេចំណីបាវតើកាលណាយើងដាក់ច្រើនលើសលប់តើកាលណាត្រីវាស៊ីអត់តាន់ស៊ីអត់អស់វាលិចចូលទៅក្នុងបាតស្រះរបស់យើងធ្វើឲ្យស្រះរបស់យើងឆាប់ស្អុយទឹកអាហ្នឹងគឺជាបញ្ហាមួយដែរចូលមកដល់សំណួរបន្ទាប់ទៀតដែលបងប្រុសគាត់សួរថាបើសិនជាការប្រើប្រាស់ចកអាសូឡាដើម្បីជាចំណីត្រីក្រាញ់តើខ្ញុំដាក់ជាបទពិសោធន៍របស់ខ្ញុំដាក់ប្រមាណភាគរយក្នុងមួយថ្ងៃចំណីរបស់យើងអញ្ចឹងគឺខ្ញុំប្រើចកអាសូឡាលើសលប់ដោយសារតែខ្ញុំដាំចកអាសូឡាដើម្បីដាក់ជាចំណីត្រីប្រមាណអាងហ្នឹងហើយក្នុងមួយអាងខ្ញុំវា3x5 ម៉ែត្រអញ្ចឹងគឺប្រមូលផលវាចូលជាច្រើនគីឡូដែរបើសិនជាយើងដាំថែទាំបានល្អគឺយើងបានខ្ទង់7-20គីឡូក្នុងមួយអាងតូចមួយណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់ជាមធ្យមគឺខ្ញុំដាក់90%នៃចំណីសរុបហ្នឹងហើយយើងដាក់ចោលវានៅក្នុងស្រះអញ្ចឹងទៅត្រីក្រាញ់វាអត់ចេះរើសច្រើនញ៉ៃទេអញ្ចឹងវាដឹងតែពីស៊ីហ្នឹងហើយនេះគឺជាចម្លើយសម្រាប់បងនៅសំណួរទី2ខ្ញុំបានឆ្លើយនៅក្នុង comment រួចហើយប៉ុន្តែខ្ញុំធ្វើវីដេអូនេះឡើងដើម្បីបងប្អូនផ្សេងគាត់អាចយកបទពិសោធន៍ដែលខ្ញុំបានធ្វើនេះយកទៅអនុវត្តខ្លួនឯងទៅខ្ញុំអត់មានការចង្អៀតចង្អល់ថាចិញ្ចឹមខ្លួនឯងបានផលហើយលាក់លៀមគិតតែពីខ្លួនឯងទៅបើខ្ញុំបង្កើត channel នេះដើម្បីបង្កើតជាវីដេអូពីរបៀបនៃការចិញ្ចឹមត្រីនេះហើយខ្ញុំតែងតែមានការចែករំលែកមិនមានការលាក់លៀមទេហ្នឹងហើយអានេះគឺជារឿងមួយដែលសំខាន់សម្រាប់ខ្ញុំដែលខ្ញុំគិតថាខ្ញុំធ្វើបានផលខ្ញុំនឹងធ្វើការចែករំលែកជូនទៅបងប្អូនហើយសំណួរបន្ទាប់មួយទៀតដែលបងគាត់សួរថាពេលដែលយើងចិញ្ចឹមទៅបានផលហើយក្នុងកំឡុងពេលប្រមូលផលអាចថា3ខែកន្លះអីហ្នឹងសមរម្យឯង3ខែកន្លះទៅ4ខែថាតើទំហំត្រីជាមធ្យមយើងទំហំប្រហែលប្រមាណទំហំត្រីក្រាញ់នេះបើនិយាយទៅវាអត់ប៉ិនគ្នាល្អអីទេបងប្អូនវាមានទម្ងន់អាចថារត់ហ្នឹងហើយប៉ុន្តែយើងគិតថាជាមធ្យមគឺទម្ងន់ត្រីមួយខ្ទង់3ខាំឡើង3ខាំជាងប៉ុន្តែក៏វាមានចំនួនគីឡូខាំហ្នឹងវាតូចតិចជាងនឹងដែរប៉ុន្តែគ្រាន់តែថាវាក្នុងកម្រិតមួយតិចតួចទេហើយត្រីក្រាញ់នេះទៀតសោតជួនកាលយើងចិញ្ចឹមចូលខ្ទង់4-5ខែអាចមានកូនណាបងប្អូនទាំងអស់គ្នាអាហ្នឹងវាមានកូនខ្លួនឯងគ្រាន់តែថាកូនដែលវាញាស់កើតមកគឺវាអត់មានច្រើនទេដោយសារប្រហែលជាវាអាចមានបញ្ហានៅពេលដែលវារស់នៅក្នុងស្រះហ្នឹងហើយតាមខ្ញុំកត់សម្គាល់គឺវាមានកូនដែរអញ្ចឹងទម្ងន់ដែលសមរម្យដែលយើងអាចប្រមូលផលបានគឺទម្ងន់3ខាំកន្លះ4ខាំអីហ្នឹងប៉ុន្តែត្រីខ្ញុំចិញ្ចឹមក្នុងរយៈពេល4ខែគឺមានត្រីខ្លះលោតទៅដល់1កន្លះគីឡូហ្នឹងហើយដូចអាខ្ញុំកាន់នៅខាងដើមវីដេអូនេះអាហ្នឹងកុំគិតថាតូចបងប្អូនទាំងអស់គ្នាដៃខ្ញុំធំហើយខ្ញុំកាន់គឺអត់អស់ទេអាហ្នឹងខ្ញុំធ្លាប់ថ្លឹងវាទម្ងន់វាកន្លះគីឡូប៉ុណ្ណឹងកុំមើលងាយថាតូចទេប៉ុន្តែមិនមែនតូចទេនៅក្រៅធំខ្ញុំថ្លឹងរហូតដល់កន្លះគីឡូហ្នឹងហើយអានេះគឺជាការសង្ខេបរបស់ខ្ញុំចែកជូនបងប្អូនទាំងអស់គ្នាខ្ញុំគិតថាចម្លើយរបស់ខ្ញុំនេះបងប្អូនអាចតន់ហើយការចិញ្ចឹមរបស់យើងឲ្យតែយើងយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយទៅនឹងការថែទាំទឹកក៏ដូចជាការដាក់ចំណីឲ្យបានទៀងទាត់នោះត្រីរបស់យើងនឹងឆាប់ប្រមូលបានផលវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចាំខ្ញុំចេញនៅវីដេអូក្រោយៗទៀតអាចធ្វើការបកស្រាយនៅសំណួររបស់បងប្អូនមួយចំនួនជាទូទៅដើម្បីបងប្អូនណាដែលបានចូលស្ដាប់នៅវីដេអូគាត់បានយល់ដែរសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នា